បាទសួស្តីអ្នកនរគ្នាថ្ងៃនេះយើងមកចូលវីដេអូថ្មីមួយទៀតហើយតាក់ទងជាមួយនឹង Namebox អញ្ចឹងដោយការពីវីដេអូមុនយើងបានសិក្សាតាក់ទងមករួចមកហើយតាក់ទងជាមួយនឹង Title Bar និង Ribbon អញ្ចឹងថ្ងៃនេះយើងតាក់ទងជាមួយនឹង Namebox ម្ដងបាទអញ្ចឹងថ្ងៃនេះយើងនឹងធ្វើការលម្អិតអំពីវាថាតើវាមានតួនាទីអ្វីខ្លះនៅក្នុងកម្មវិធី Excel ខាតពេលយូរសូមទៅទស្សនាវីដេអូជាមួយខ្ញុំទាំងអស់គ្នាបាទអញ្ចឹងឥឡូវយើងបានមកដល់ផ្ទាំងកម្មវិធី Excel ហើយអញ្ចឹងមុននឹងឈានទៅក្នុងការបញ្ចូលផ្នែកទី3តាក់ទងជាមួយនឹង Namebox អញ្ចឹងខ្ញុំសូមធ្វើការបញ្ចូលតាក់ទងជាមួយនឹងនិយមន័យតាក់ទងអ្វីទៅដែលហៅថា Namebox អញ្ចឹង Namebox គឺជាប្រអប់តូចមួយដែលសន្តិដ្ឋនៅក្នុងផ្នែកខាងឆ្វេងនៃ Formula Bar ដែលវាមានតួនាទីក្នុងការកំណត់ឈ្មោះលើ cell ឬក៏ rank នៅពេលដែលអ្នកធ្វើការជ្រើសរើស cell ណាមួយឬក៏ rank ណាមួយអញ្ចឹងខ្ញុំនឹងធ្វើការបញ្ចូលតាក់ទងពីវាអញ្ចឹងដូចតែអ្នកទាំងអស់គ្នាបានឃើញទៅលើផ្ទាំង Excel របស់យើងហើយអញ្ចឹងអ្នកទាំងអស់គ្នាមើលនៅផ្នែកខាងឆ្វេងចិត្ត Formula Bar ដែលខ្ញុំបាន highlight ប្រអប់ពណ៌ក្រហមហ្នឹងអាហ្នឹងគឺជាតាក់ទងជាមួយនឹង Namebox អញ្ចឹង Namebox ហ្នឹងវាធ្វើការកំណត់ទៅលើឈ្មោះ cell ឬក៏ឈ្មោះ rank របស់ cell អញ្ចឹងនៅពេលដែលអ្នកទាំងអស់គ្នាធ្វើការ select ទៅលើ cell A1 អញ្ចឹងត្រង់ចំណុច Namebox វានឹងបង្ហាញឈ្មោះ A1 ដូចគ្នាបើសិនអ្នកទាំងគ្នាធ្វើការ select ទៅលើ cell D10 អញ្ចឹងវានឹងបង្ហាញ D10 ដូចគ្នាតែមួយករណីទៀតបើសិនតែអ្នកទាំងគ្នាចង់ដាក់ឈ្មោះទៅលើ cell ជាក់លាក់ណាមួយអ្នកទាំងគ្នាគ្រាន់តែ select ទៅលើ cell នោះរួចធ្វើការវាយឈ្មោះដែលអ្នកទាំងគ្នាចង់ដាក់នៅលើប្រអប់ Namebox អញ្ចឹងខ្ញុំធ្វើការ select ទៅលើ cell D10 ដដែលរួចខ្ញុំវាយពាក្យថា cell នៅក្នុងប្រអប់ Namebox អញ្ចឹង cell D10 នឹងធ្វើការផ្លាស់ប្ដូរឈ្មោះពីពាក្យ cell D10 ទៅពាក្យថា cell អញ្ចឹងអ្នកទាំងគ្នាធ្វើការ select ទៅលើ cell ផ្សេងទៀតសិនទៅអញ្ចឹងនៅពេលដែលអ្នកទាំងគ្នាធ្វើការ select ទៅលើ cell D10 ម្ដងទៀតវានឹងបង្ហាញឈ្មោះថ្មីថាពាក្យថា cell អញ្ចឹងដោយអ្វីដែលអ្នកគ្នាបានឃើញហើយអានេះតាក់ទងជាមួយនឹងការកំណត់ឈ្មោះនៅលើ cell ដល់មួយករណីទៀតបើសិនតែអ្នកទាំងគ្នាចង់ធ្វើការដាក់ឈ្មោះនៅលើ rank អញ្ចឹងអ្នកទាំងគ្នាក៏អាចធ្វើបានដូចគ្នាបាទអញ្ចឹងខ្ញុំធ្វើការ rank ទៅលើ cell របស់ខ្ញុំចាប់ពី A1 រហូតដល់ A10 អញ្ចឹងខ្ញុំធ្វើការវាយឈ្មោះថ្មីនៅក្នុងប្រអប់ Namebox ខ្ញុំដាក់ថា dataខ្ញុំធ្វើការ select ទៅលើ cell A1 រហូតដល់ A10 មួយសារទៀតអញ្ចឹងវានឹងធ្វើការបង្ហាញឈ្មោះថ្មីគឺ data អ្នកទាំងគ្នាប្រកាសជាឆ្ងល់ថាយើងធ្វើអញ្ចឹងដើម្បីអីអញ្ចឹងខ្ញុំសូមធ្វើការលើកឧទាហរណ៍អញ្ចឹងឧទាហរណ៍ថាអ្នកទាំងគ្នាធ្វើការសាំទៅលើទិន្នន័យរបស់អ្នកទាំងគ្នាអញ្ចឹងឧទាហរណ៍ថាអ្នកទាំងគ្នាមានទិន្នន័យចាប់ពី A1 រហូតដល់ A10 អញ្ចឹងអ្នកទាំងគ្នាប្រកាសជាវាយពាក្យថាសាំហើយបើកមុខកញ្ចក់ rank ពី A1 ទៅដល់ A10 ប៉ុន្តែបើឧទាហរណ៍ថាអ្នកទាំងគ្នាបានដូរឈ្មោះវាអញ្ចឹងនៅពេលដែលអ្នកទាំងគ្នាវាយពាក្យថាសាំហើយបើកមុខកញ្ចក់វាយតែពាក្យ cell មកឬក៏ data មកអញ្ចឹងវានឹងលោតទិន្នន័យមកដូចគ្នាអញ្ចឹងនៅពេលដែលយើងធ្វើបែបនេះទៅវាងាយស្រួលក្នុងការហៅឈ្មោះ cell ឬក៏ហៅឈ្មោះតាក់ទងជាមួយនឹង rank របស់យើងដោយអ្វីដែលខ្ញុំរៀបរាប់ពីខាងដើមហើយអានេះគឺជាយមន័យហើយខ្ញុំជឿថាអ្នកទាំងគ្នាអាចនឹងស្គាល់ឬក៏យល់បានខ្លះហើយតាក់ទងជាមួយនឹង Namebox អញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងទេហើយក៏សូមអរគុណអ្នកទាំងគ្នាដែលបានធ្វើការតាមដានទស្សនាពីដើមរហូតដល់ចប់